យន្តហោះចំបាំងបំបាំងកាយចិន J35 ហោះបាន7នាទីមានបញ្ហាម៉ាស៊ីននេះជាការអះអាងដែលត្រូវបានលើកឡើងដោយកាសែតកូរ៉េខាងត្បូង Chosun និងផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយដោយផ្អែកលើការវិភាគលើវីដេអូឃ្លីបមួយដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV នៅដើមឆ្នាំ2026 CCTV បានចេញផ្សាយវីដេអូបង្ហាញការសាកល្បងហោះឡើងនិងចុះចតរបស់យន្តហោះ J35 លើនាវាផ្ទុកយន្តហោះទំនើប Fujian អ្នកសង្កេតការយោធាបានផ្ដោតការចាប់អារម្មណ៍លើសមត្ថភាពម៉ាស៊ីនរបស់យន្តហោះ J35 ដែលត្រូវបានគេចាត់ទុកថាជាបេះដូងនៃយន្តហោះចំបាំងប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះត្រូវការកម្លាំងបញ្ជូនខ្ពស់បន្ទុកអាវុធធ្ងន់និងការហោះបន្តរយៈពេលវែងបន្ទាប់ពីចាកចេញពីនាវានេះមានប្រព័ន្ធហោះហើរដែលអាចបញ្ជូនយន្តហោះចំបាំងដឹកអាវុធធុនធ្ងន់ឡើងល្បឿនលើស200គីឡូម៉ែត្រក្នុង1ម៉ោងក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះក៏ប៉ុន្តែ J35 មិនទាន់អាចធ្វើបាននៅក្នុងការសាកល្បងលើកដំបូងកាសែតកូរ៉េ Chosun រាយការណ៍ថាក្រោយពេលហោះចេញពីនាវា Fujian យន្តហោះ J35 ហោះបានតែ7នាទីឬក៏ប្រហែលតែ900គីឡូម៉ែត្រប៉ុណ្ណោះបញ្ហាសំខាន់ដែលត្រូវបានលើកឡើងគឺការប្រើប្រាស់ម៉ាស៊ីន WS-19 ដែលចិនអភិវឌ្ឍតាំងពីឆ្នាំ2017ចិនក្រុងជំនួសម៉ាស៊ីននេះដោយប្រើម៉ាស៊ីន WS-21 វិញដែលអាចបង្កើនសមត្ថភាពយន្តហោះបំបាំងកាយលើនាវាក៏ប៉ុន្តែការសាកល្បងនេះអ្នកវិភាគថាចិននៅតែប្រើម៉ាស៊ីនចាស់ដដែលដែលធ្វើឲ្យយន្តហោះជួបបញ្ហាមកដល់ពេលនេះកងទ័ពរំដោះប្រជាជនចិនមិនបានចេញសេចក្តីឆ្លើយតបផ្លូវការណាមួយចំពោះការអះអាងអំពីបញ្ហាម៉ាស៊ីនឬក៏សមត្ថភាពហោះហើរបានតែ7នាទីនេះឡើយអ្នកវិភាគយោធាជាច្រើនវាយតម្លៃថា J35 នៅស្ថិតក្នុងដំណាក់កាលសាកល្បងនិងបញ្ចូលប្រព័ន្ធជាមួយនឹងនាវា Fujian ហើយប៉ារ៉ាម៉ែត្រសមត្ថភាពដូចជាល្បឿនហោះរយៈពេលប្រតិបត្តិការនិងប្រសិទ្ធភាពម៉ាស៊ីននឹងត្រូវបានកែលម្អបន្តទៀតគួរបញ្ជាក់ថា J35 គឺជាយន្តហោះបំបាំងកាយចំនួនទី5ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Shenyang Aircraft Corporation ក្នុងតម្លៃសរុប$40,000 លានអ្នកវិភាគអន្តរជាតិជាច្រើនប្រៀបធៀប J35 របស់ចិនជាគូប្រកួតទៅនឹង F-35C របស់អាមេរិកព្រោះទាំងពីរសុទ្ធតែជាយន្តហោះដែលមានលក្ខណៈសម្បត្តិបំបាំងកាយបានមានរូបរាងនិងឈ្មោះស្រដៀងគ្នាតែសមត្ថភាពប្រយុទ្ធនៅខុសគ្នាឆ្ងាយណាស់ខ្ញុំរស់សុធាពី News Today NTTV ត្រាទៅជំនាញធ្វើការងារបានទាំងដីតាំងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំការក៏បានរហ័សទាន់ចិត្តបងប្អូន John Deere ត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក